ខ្ញុំសូមជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមេរៀនមួយគឺមេរៀនវត្តវិទ្យាដែលធៀមសម្រាប់បងប្អូនដែលគាត់ធៀមប្រឡងបាក់ដល់2027ខាងមុខនេះខ្ញុំធ្វើវិដាមឆ្នាំអញ្ចឹងព្រោះសារខ្ញុំក៏មេរៀនធ្វើវីដេអូដែរឥឡូវយើងកុំឲ្យខានពេលយើងចូលមកទស្សនានៅមេរៀនវត្តវិទ្យាដែលទាក់ទងទៅនឹងសម្បត្តិបេតិកភណ្ឌពិភពលោកបេតិកភណ្ឌពិភពលោកចឹងសម្បត្តិបេតិកភណ្ឌពិភពលោកអញ្ចឹងសំណួរទី1បានសួរថាតើសម្បត្តិណាខ្លះដែលកម្ពុជាយើងបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតើការដាក់នេះមានអត្ថប្រយោជន៍ដូចខ្លះនៅកន្លែងហ្នឹងគេអាចសួរថាអត្ថន័យបានបងប្អូនអត្ថប្រយោជន៍អត្ថន័យគឺដូចគ្នាទេអត្ថប្រយោជន៍អត្ថន័យដូចគ្នាទេអ្នកនរគ្នាទី2សំណួរទី2សួរថាតើការដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកហ្នឹងមានអត្ថប្រយោជន៍ដូចនេះខ្លះកន្លែងនេះក៏ដូចគ្នាដែរអត្ថប្រយោជន៍ឬក៏អត្ថន័យយ៉ាងដូចនេះខ្លះចំពោះប្រទេសកម្ពុជាគឺសំណួរហ្នឹងតែមួយគាត់គេដូរកតុយវាអញ្ចឹងអ្នកនរគ្នាគាត់គេដូរកតុយវាបាទអញ្ចឹងកុំឲ្យខាតពេលវេលាយើងចូលមកទស្សនាចម្លើយវាដល់គ្នាបាទចម្លើយមួយសម្បត្តិដែលកម្ពុជាបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកន្លែងសម្បត្តិដែលកម្ពុជាបានដាក់ជាបេតិកភណ្ឌពិភពលោកខ្ញុំសូមឆ្លើយ2ខ្ញុំឆ្លើយទី1គឺសម្បត្តិវប្បធម៌រូបីហើយមួយទៀតគឺឆ្លើយដល់សម្បត្តិបេតិកភណ្ឌវប្បធម៌រូបីគឺកន្លែងរូបីណារូបីគឺរូបីនេះគឺមានន័យថាគឺជាអ្វីដែលគេដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហ្នឹងប៉ុន្តែវាមានរូបគឺមានរូបយើងអាចមើលឃើញបានចំណែកឯអរូបីនេះគឺវាអត់មានរូបទេដូចជារបាំព្រះរាជទ្រព្យអញ្ចឹងគឺវាអរូបីវាអត់មានរូបជានៅកន្លែងមួយអញ្ចឹងណារូបីមានរូបមួយនៅកន្លែងអីទីកន្លែងប្រកបអានេះវាគ្រាន់តែជាចង់និយាយថាវាគ្រាន់តែជាគេសម្ដែងតគ្នាអញ្ចឹងលក្ខណៈវាជាលក្ខណៈវាអត់មានរូបប្រកបវាគ្រាន់តែជាការសម្ដែងតគ្នាអញ្ចឹងមកខាត់ពេលវេលារំលឹកមកខាត់ពេលវេលាគឺសម្រាប់បេតិកភណ្ឌរូបីគឺមានដូចជារមណីយដ្ឋានអង្គរវត្តបានចុះបញ្ជីនៅថ្ងៃទី14ធ្នូឆ្នាំ1992មួយទៀតគឺប្រាសាទព្រះវិហារបានចុះបញ្ជីផ្សេងចុះបញ្ជីនេះគឺចុះបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី7ខែកក្កដាឆ្នាំ2008សម្រាប់ប្រាសាទសម្បូរព្រៃគុកគេដាក់ប្រាសាទរបស់គ្នាដាក់ទៅសម្បូរព្រៃគុកបានចុះបញ្ជីនៅថ្ងៃទី8ខែកក្កដាឆ្នាំ2017ចំណែកសម្បត្តិវប្បធម៌អរូបីវិញគឺមានដូចជារបាំព្រះរាជទ្រព្យបានចុះបញ្ជីនៅថ្ងៃទី11វិច្ឆិកាឆ្នាំ2003ចំណែកល្ខោនស្រមោលស្ដេចធំបានចុះបញ្ជីនៅថ្ងៃទី25វិច្ឆិកា2005ចំណែកឯចាប៉ីនេះគឺជាចាប៉ីដងវែងបានចុះបញ្ជីថ្ងៃទី30វិច្ឆិកា2016ខោចុះបញ្ជីថ្ងៃទី28វិច្ឆិកា2018ចំណែកអត្ថប្រយោជន៍ដែលបានចុះជាបញ្ជីបេតិកភណ្ឌពិភពលោកហ្នឹងវាបានផ្ដល់អត្ថប្រយោជន៍ដល់មួយចំនួនដែរបងប្អូនដូចជាជួយការពារជួយរក្សាការការពារសម្បត្តិវប្បធម៌ជាតិលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ខ្មែរអានពីអត្តសញ្ញាណជាតិនិងប្រវត្តិសាស្ត្ររបស់កម្ពុជាជួយលើកស្ទួយវិស័យទេសចរណ៍ទាក់ទាញភ្ញៀវទេសចរអន្តរជាតិជួយបង្កើនការងារនិងបង្កើនប្រាក់ចំណូលដល់ប្រជាជនយើងហើយនឹងចុងក្រោយគឺជួយលើកកម្ពស់កិត្តិយសភាពរបស់កម្ពុជាលើឆាកអន្តរជាតិយើងអាចបន្ថែមបានខ្លះទៀតដូចជាបង្ហាញអំពីភាពប៉ិនប្រសប់នៃរចនាស្នាដៃបុព្វបុរសខ្មែរយើងដែលបានកសាងនៅប្រាសាទមួយនឹងពិតជាល្អមែនបងប្រាសាទមួយអញ្ចឹងហើយមួយទៀតយើងអាចបង្ហាញពីភាពសម្បូរបែបនៃរចនានិងភាពច្នៃប្រឌិតខ្មែរយើងជំនួសប្រកាសច្នៃប្រឌិតនិងគាត់សម្បូរមានគំនិតនិងសិល្បៈក្នុងការបង្កើតជាប្រាសាទមួយដ៏ស្គមស្កៃសញ្ញាពងខ្មែរឆ្នាំក្រោយអញ្ចឹងហើយចូលដល់ចម្លើយនៃសំណួរទី2សួរថាសំណួរទី2គឺគេសួរថាការដាក់ប្រាសាទព្រះវិហារចុះជាបញ្ជីបេតិកភណ្ឌពិភពលោកនឹងផ្ដល់អត្ថប្រយោជន៍ដូចនេះខ្លះ
nói với cứ chui cà phê nó bò năng bây giờ con phục độ máy rồi chẳng lừa cầm pua cà dụ đắng ông pi tầm đây bỏ sạch những ai chui áp về ở vào vật thô ông chỉ cứ chạy tiền nhờ nhiều test cho năng chui lừa cầm pua hả bị say cho bao nhiêu mai dương ai bằng cao là cá nghĩa sầm nạp ở chốt là sản công cao sầm nạp chốt là đôi nơi dùng bên tầm bon bây giờ có quan tầm bon bắt này một nhà tầm bon bắt bây giờ quan năng lại cứ cho mình tha lại tầm bon bắt bây giờ có quan đấy mình tha còn luôn ở trên trận đang muốn trung bình năng á chẳng như là có ở nơi chung chất lại tầm bon bây giờ có quan năng cứ mình là chia còn ở còn miền xa tha đều vào miền tây còn ở trên trên quan của cả một bộ học xì trong quan kết tha ai bằng cao nó phải trong nấu này là phải trong nấu đó là lại phải trong nấu là chỉ chôn nặng ai là mới tiết cứ bằng can cây để chua mới tiết cứ bằng can cây để chua nâng cây xa được tiếp bao cam một chỉ mới tiết bằng can ca dựng đã làm bên trong này và sát nâng vào vật thọ bao cam một chỉ chuối ai bị phục vụ score năng từ tua score năng từ tua để thọ khai đó smart đây không mai dùng lái năng cho chất và bật thọ thay sát mà bật thọ triệt lái cứ dùng pha năng vào này là đó smart đấy bây giờ con khai group luôn trên thời chỗ đăng ông bị bỏ sai bạn chắc ba cũng ai tranh co cái trắng người dân trên có cái việc bảo này thì anh chưa tất đầy dân chắc anh nhìn thấy họ chưa chiếm mơ của bạn sai bạn trời bạn chẳng nhóm mình là bạn năng em bóng có con sọc ngã tôi sàn bọn này là kia chúc nên là vịt ở cái bạn xong